ជំរាបសួរលោកតាលោកយាយមីមីងជាទីគោរពរាប់អាននៅពេលនេះយើងខ្ញុំទាំងពីរនាក់បានវិលមកជួបបងប្អូនសាជាថ្មីហើយគឺព័ត៌មានបន្តទៀតតាក់ទងទៅនឹងប្រទេសថៃបាទលោកវិចិត្រយើងឃើញថាតាក់ទងទៅនឹងការបោះឆ្នោតនៅប្រទេសថៃយើងឃើញថាមានភាពសស្រាក់សស្រាំខ្លាំងមែនទែនមិនតែប៉ុណ្ណោះយើងឃើញថាឃើញស្ថានភាពផ្ទាល់តាមរយៈខោសុទ្ធនោះគឺថាកំពុងតែបែងជើងគ្នាយ៉ាងខ្លាំងបាទគឺគណៈបកនីមួយៗនោះគឺកំពុងតែបែងជើងគ្នាខ្លាំងតើលោកវិចិត្រដឹងអំពីស្ថានភាពតាក់ទងទៅនឹងការបោះឆ្នោតប្រទេសថៃនៅពេលនេះបាទសូមអញ្ជើញបាទលោកតារាសម្រាប់ការបោះឆ្នោតនៅពេលខាងមុខបាទនៅថ្ងៃទី8ខែកុម្ភៈត្រូវទៅថ្ងៃសៅរ៍បាទបើអត់មានអ្វីផ្លាស់ប្ដូរទេគឺកំណត់ថ្ងៃហ្នឹងតាមគណៈកម្មការរៀបចំការបោះឆ្នោតរបស់ថៃគេកំណត់ថ្ងៃទី8បាទថ្ងៃទី8ខែកុម្ភៈបាទ2026តែម្ដងលោកចិនណាដោយលោកតារាលើកឡើងអំបញ្ញមិញអញ្ចឹងបាទសម្រាប់ការបែងជើងគ្នានេះគឺចាប់តាំងពីគណៈកម្មការរៀបចំការបោះឆ្នោតឲ្យគណៈបករកសម្លេងឆ្នោតបានដោយមិនខុសច្បាប់បានដោយមិនខុសច្បាប់បាទន័យថាគណៈកម្មការហ្នឹងគេអនុញ្ញាតឲ្យទៅរកសម្លេងទៅប្រកាសឃោសនាអីចឹងទៅធ្វើយ៉ាងម៉េចឲ្យតែត្រឹមត្រូវនិងស្របច្បាប់បាទស្របច្បាប់បាទចាប់ពីថ្ងៃទី28ខែ12យើងនេះណាបាទមកហ្នឹងគឺឃើញថាគណៈបកនីមួយហ្នឹងសស្រាក់សស្រាមដោយលោកលើកឡើងមិញអញ្ចឹងជាថ្ងៃដែលអ្នកនយោបាយរបស់ថៃហ្នឹងបានន័យថាទាំងដៃទាំងជើងទាំងខ្លួនទាំងកាយវិការហ្នឹងមានការទន់ភ្លន់ជាងស្ត្រីទៀតជាងស្រីទៀតបើនិយាយចំលោកវិចិត្រគេថាបែបលន់តួបាទធ្វើម៉េចលន់តួឲ្យតបានប្រជាពលរដ្ឋជឿជាក់បាទស្រឡាញ់ចូលចិត្តនឹងការបោះឆ្នោតឲ្យគឺនេះជាតិចនិចនៃការបោះឆ្នោតលោកវិចិត្រណាបាទសម្ដីទន់មិនថាកូនតូចអាយុប៉ុណ្ណាទេបាទនិយាយត្រង់ទៅសំបីតែសំណក់នៅមុខផ្ទះក៏បើសិនណាជំរាបសួរបានអាចជំរាបសួរទៀតបាទទន់ណាស់បាទដល់ពេលបោះឆ្នោតទន់ភ្លន់ហើយបាទទន់ភ្លន់ណាស់បាទចាំមើលតែជាប់អាហ្នឹងជារឿងមួយទៀតបាទលោកវិចិត្រហើយដូចជាលោកតារាលើកឡើងបាទចោតសួរខ្ញុំវិញថាមានការបែងជើងគ្នាអីយ៉ាងម៉េចហ្នឹងបាទកាលពីថ្ងៃទី30សារព័ត៌មានខោសុតបានចុះផ្សាយពីថ្ងៃទី30ហើយក៏បានមានអ្នកសារព័ត៌មានជាច្រើនបានចោទសួរទៅអនុทิនថាមានការកូនប្រុសរបស់អនុทิននេះមានការពាក់ព័ន្ធតាក់ទងនឹងក្រុមហ៊ុនមួយរដ្ឋពាក់កណ្ដាលហើយនឹងឯកជនពាក់កណ្ដាលបាទគេថាបើភាសាថៃគេថារដ្ឋវិសាហកិច្ចបាទតែចង់កាត់សម្ដីលោកវិចិត្រពាក់ព័ន្ធនឹងពាក់ព័ន្ធយ៉ាងម៉េចនឹងបញ្ហាយ៉ាងម៉េចអារឿងឯកជនជាមួយរដ្ឋពាក់កណ្ដាលនេះចង់និយាយមិនវិញហ្នឹងចេះពាក់ព័ន្ធហ្នឹងរដ្ឋផ្ដល់សិទ្ធិឲ្យឯកជននឹងគ្រប់គ្រងពាក់កណ្ដាលបាទអញ្ចឹងហ៎អ្វីដែលគេចាប់អារម្មណ៍បំផុតគឺកូនប្រុសរបស់អនុทิនឆានវីរគូលដែលមានការពាក់ព័ន្ធគេអាចនឹងថាពឹងបារមីរបស់ឪទេដឹងដែលទៅមើលការខុសត្រូវតាក់ទងនឹងប្រព័ន្ធភ្លើងឬអគ្គិសនីខ្មែរយ៉ាងអគ្គិសនីបរដ្ឋណាបាទលោកអនុทิនឆានវីរគូលឆ្លើយទាំងមិនពេញចិត្តតែម្ដងលោកឆ្លើយថាអ្នកណាអ្នកទៅសេឲ្យទៅសួរអ្នកនោះអញ្ចឹងសួរថាអ្នកដែលសរសេរគឺមានតែអ្នកប្រសាព័ត៌មានអ្នកសរសេរត្រូវទេបាទអញ្ចឹងឲ្យទៅសួរអ្នកសារព័ត៌មានដែលសរសេរតាក់ទងពីរឿងកូនរបស់លោកបាទលោកមិនឆ្លើយហើយលោកក៏ដើរចេញទាំងមុខមិនសូវជាញញឹមបាទអត់សុបាយចិត្តណាដូចបើនិយាយដូចចំចំណុចក្តៅបាទក្នុងន័យនេះហើយអ្នកវិភាគផ្សេងតាក់ទងនឹងនយោបាយគេចាប់ដើមនិយាយថាគេបកផ្សេងចាប់ដើមឆ្កឹះបាទឆ្កឹះជើងចាក់បាទកកកកាយតាក់ទងនឹងរឿងអាស្រូវផ្សេងរបស់បកផ្សេងដែលប្រជាជនស្ដាប់ហើយមានការមិនពេញចិត្តបាទរឿងនេះដែលលោកលើកឡើងអំបញ្ញមិញថាក្នុងនយោបាយរបស់ថៃចាប់ដើមកកកាយឆ្កឹះគ្នាបាទបែងជើងគ្នាបាទមានបកជាច្រើនមិនត្រឹមតែកូនប្រុសរបស់អនុทิនឆានវីរគូលតែប៉ុណ្ណោះទេបាទលោកដាដាសូម្បីតែអ្នកឈរឈ្មោះឲ្យភូមិใจថៃបករបស់អនុทิនក៏គេយកមកចុះផ្សាយដែរបើនិយាយចំកាត់លោកវិចិត្រនិយាយចំគ្រប់គណៈបកទាំង3នេះដែលលេចធ្លោជាងគេគឺគេកោះកកាយបាទកោះកកាយសាររឿងអាស្រូវផ្សេងដើម្បីមកបង្ហាញដល់ប្រជាពលរដ្ឋបាទធ្វើយ៉ាងម៉េចរកចំណុចខ្សោយដែលមាននៅក្នុងបកហ្នឹងគេយកមកលាតតដាងបកអាក្រាតបាទដើម្បីឲ្យប្រជាជនថៃទូទាំងប្រទេសហ្នឹងមើលឃើញថាបកដែលខ្លួនឯងនឹងបោះឆ្នោតឲ្យនោះវាមានគេហៅថាដំបៅណាបាទដំបៅបោះឆ្នោតទៅវាមិនអាចធ្វើកើតវាអីវាមានអីចឹងទៅបាទចង់សួរកាត់លោកវិចិត្រថែមទៀតទេបាទតាក់ទងទៅនឹងការសើរើនឹងជាមន្ត្រីនៅក្នុងបកណាមួយឬក៏ជាអ្នកសារព័ត៌មានរបស់ថៃដើម្បីធ្វើការលាតត្រដាងតាក់ទងទៅនឹងបញ្ហាផ្សេងរបស់បកណាមួយដែលចូលឈ្មោះលោកវិចិត្របាទភាគច្រើនគឺបក
ដែលកំពុងតែប៉ុណ្ណឹងប្រជែងគ្នាក៏ប៉ុន្តែបកដែលប៉ុណ្ណឹងប្រជែងគ្នាហ្នឹងគេមិនទៅចោតប្រកាន់បកនីមួយទេបាទគេមានកូនកំបិតរបស់គេមានដៃរបស់គេ បាទដូចជាបករបស់ភូមិใจไทยដែលខ្ញុំលើកឡើងកំបាញ់មិញបាទថាអ្នកដែលមកចូលឈ្មោះជាតំណាងរាស្ត្រនៅបកភូមិใจไทยម្នាក់បាទឈ្មោះថារិទ្ធិរងបាទរិទ្ធិរងបាទភូមិសវត្តរិទ្ធិរងភូមិសវត្ត រិទ្ធិរងភូមិសវត្តគេសង្កេតឃើញថាក្នុងប្រមាណឆ្នាំមកនេះដូចជាលេចធ្លោគេចោទជាសំណួរថារិទ្ធិរងគឺជាមនុស្សមួយបើកឡានឲ្យវត្តទេហេតុអ្វីបានក្នុងរយៈពេលប្រមាណឆ្នាំនេះខ្លាយជាមានគេដាក់ខសង្ស័យថាតើលុយដែលយកមកបោះឆ្នោតអីហ្នឹងចំនួនច្រើនហ្នឹងអាចនឹងពាក់ព័ន្ធនឹងលុយខ្មៅទេដឹងនេះជារឿងចំណុចមួយត្រូវតាមដានដែលអ្នកសារព័ត៌មានគេចាប់ដើមឆ្កឹះបាទចាប់ដើមឆ្កឹះបាទដូចជាលឿនពេកលោកវិចិត្របាទបើនិយាយចំអ្នកបើកឡានខ្លាយទៅជាអ្នកបេក្ខជនចូលឈ្មោះជាតំណាងរាស្ត្របាទខ្លាយជាបេក្ខជនតំណាងរាស្ត្រទៅទៀតកំពុងតែចូលឈ្មោះជាតំណាងរាស្ត្ររបស់បកភូមិใจไทยបាទអញ្ចឹងគណៈបកដែលប្រឆាំងឬបណ្ណាំងប្រជែងជាមួយភូមិใจไทยគឺប្រចាប់ដើមរចំណុចខ្សោយមួយរបស់បកភូមិใจไทยមិនថាតូចមិនថាធំយកមកលាតត្រដាងដើម្បីឲ្យប្រជាជនថៃហ្នឹងមើលឃើញថាបកភូមិใจไทยមិនមែនជាបកមួយដែលល្អឬប្រសើរនោះទេគឺបកដែលប្រជុំទៅដោយអ្នកដែលមិនស្អាតស្អំអីចឹងទៅបាទនិយាយចំហៅវាំងននខ្មៅបាទគេថាលាក់បាំងអត់បង្ហាញពិតប្រកបបាទជូនអញ្ចឹងបានថាក្នុងរយៈពេល10ឆ្នាំហេតុអ្វីបានជាមនុស្សម្នាក់នេះមានទ្រព្យសម្បត្តិច្រើនដល់ម្លឹងបាទបើប្រហែលឆ្នាំមុនក៏10ឆ្នាំមុនគ្រាន់តែជាមនុស្សម្នាក់បើកឡានឲ្យវត្តតែប៉ុណ្ណោះនេះជាការចោទប្រកាន់បាទនេះជាចោទជាសំណួរដល់បកភូមិใจវាលឿនដែរលោកវិចិត្រខ្ញុំក៏ឆ្ងល់ដែរលោកវិចិត្របាទ10ឆ្នាំពុបឡើងខ្លាយជាតំណាងរាស្ត្រនៅបកមួយទៅហើយបាទឆ្ងល់ដែរបាទមិនធម្មតាទេអញ្ចឹងគេចាប់ផ្ដើមឆ្កឹះស្វែងយល់ស្វែងរកថាតើចំណុចអ្វីបានជាគាត់ខ្លាយជាអ្នកមានលឿនម្ល៉េះបាទហើយអាចខ្លាយទៅជាតំណាងរាស្ត្រនៅក្នុងបកមួយទៀតបាទលោកវិចិត្របាទហើយមួយទៀតដូចជាអតីតនាយករដ្ឋមន្ត្រីហើយឥឡូវនេះគាត់ជាមេបកមួយដែលមិនសមយើងបានលើកឡើងម្ដងហើយគឺលោកអភិសិទ្ធវេជ្ជជីវៈបាទអភិសិទ្ធជាមេបកថ្មីហើយក៏ជាអតីតមេបកចាស់ដែរបាទគាត់ប្រកាសយ៉ាងច្បាស់ថាគាត់មិនរួមដំណើរជាមួយបកដែលខ្មៅឬបកដែលប្រផេះទេបកដែលតាក់ទងនឹងពួក scammer ពួកអីពួកលុយបាទប៉ុន្មានម៉ាត់នេះធ្វើឲ្យបកមកខាងទៀតមានការក្តៅកគុកតែម្ដងបាទក្តៅឆេះតែម្ដងបាទដូចថាចំចំណុចក្តៅលោកវិចិត្រប៉ះហើយមានប៉ះហើយបាទក្នុងសារដែលលោកនិយាយមកហ្នឹងធ្វើឲ្យមេគណៈបកមួយដែលប្រជាជនថៃដឹងច្បាស់បាទដែលគេលើកឡើងថារដ្ឋមន្ត្រីម្សៅណាបាទរដ្ឋមន្ត្រីម្សៅគឺលោកធម្មណាត់ព្រំផៅបាទរយអេកធម្មណាត់ព្រំផៅបាទឥឡូវគាត់ជាមេបកក្លាធម្មនយោបាយរបស់គាត់គឺនិយាយតិចតែធ្វើច្រើនបាទនិយាយតិចធ្វើច្រើនតែអ្វីដែលទទួលបានពីអភិសិទ្ធដែលកំពុងតែឆ្កឹះគឺគាត់ចោតប្រកាន់ទៅលើគណៈបកមួយនេះតែมันបញ្ចេញឈ្មោះទេបាទក៏ប៉ុន្តែប្រជាជនថៃព្រមទាំងអ្នកសារព័ត៌មានទាំងអស់គេបាច់ជាយល់ដឹងបាទថាបើនិយាយចំគេហៅបច្ឆិតបជាងលោកវិចិត្របាទបច្ឆិតបជាងនិយាយបច្ឆិតបជាងដល់ពេលដែលយើងនិយាយបច្ឆិតបជាងទៅវាចំកន្លែងណាមួយបាទចំណុចក្តៅទៅលើបេក្ខជនណាមួយដែលជាឈរគណៈបកនោះបាទចាប់ផ្ដើមលេខចិត្តលោកវិចិត្របាទលេខចិត្តព្រោះគណៈបកការធម្មមានសមាជិកដូចជាមិនសូវជាស្អាតស្អំប៉ុន្មានទេបាទសមាជិកមួយដែលនៅភូមិភាគខាងត្បូងដែលតុលាការរឹបអូសទ្រព្យសម្បត្តិដោយមានទ្រព្យសម្បត្តិច្រើនដូចជាគេថាទ្រព្យសម្បត្តិនឹងយកពីណាទៅណាបានមកពីណាមិនច្បាស់លាស់រឿងនេះហើយដែលត្រូវឲ្យតុលាការនឹងមានការរឹបអូសទ្រព្យសម្បត្តិបាទយល់វិចិត្របាទហើយក៏មានការឆ្លើយតបគ្នាយ៉ាងខ្លាំងតែសម្រាប់បកការធម្មឆ្លើយតបមកលោកអភិសិទ្ធវេជ្ជជីវៈយ៉ាងខ្លាំងដូចគ្នាដែរបាទមកនេះថានិយាយមកគឺចុកតែម្ដងបាទប្រហែលឆ្នាំមុនដែលធ្វើឲ្យប្រទេសជាតិមានសង្គ្រាមអាចប៉ះមកដល់កម្ពុជាយើងបន្តិចដែរបាទអ្នកដែលទៅចាញ់ក្តីនៅ
តុលាការពិភពលោកជានរណាបកណាអ្នកទៅ បាទអានេះគឺចត់ចែកជាសំណួរការហ្នឹងដូចជានាយករដ្ឋមន្ត្រីអភិសិទ្ធ បាទពិសិដ្ឋវិជ្ជាជីវៈ ដឹកនាំប្រទេសកាលណាបាទនេះជាការគេថាឆ្លើយតបគ្នាទៅវិញទៅមកយ៉ាងគេហៅថា ក្តៅហ្មង ក្តៅតែម្ដងបាទបើភាសាថៃគេថាឌឿតផ្លាត់ បាទនិយាយចំចង់ឆ្នះចង់ចាញ់ បាទចង់ឆ្នះចង់ចាញ់ បាទត្រូវតែបញ្ចេញអស់តំណាងរាជខាងនេះទៅហែកគេខាងនោះ បាទ ខាងនោះហែកគេខាងនេះវិញ បាទ ដើម្បីទទួលបានចលឹកឆ្នោតច្រើនជាងគេ បាទដើម្បីទទួលបានចលឹកឆ្នោតដើម្បីទទួលបាន មានអ្នកគាំទ្រច្រើន បាទ បាទ ធ្វើយ៉ាងណាឲ្យបកខ្លួនឯងឲ្យបកពួកខ្លួនឯងឲ្យមនុស្សរបស់ខ្លួនឯងហ្នឹងចូលទៅក្នុងរដ្ឋសភាឲ្យច្រើនបំផុត បាទតន់វិចិត្របាទ ហើយមួយទៀតខោសុតចុះផ្សាយដែរតាពីថ្ងៃទី30បាទលោកយុសណាន់ជា candidate នាយករដ្ឋមន្ត្រីរាជអ្នកដែលបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បកភឿថៃបានន័យថាជាសកម្មតែម្ដងបាទចុះលុះខ្សែតែម្ដង បាទចុះលុះខ្សែ ចុះទៅកៅថាគោះទ្វារផ្ទះតែម្ដង បាទមិនថានៅកន្លែងណានៅបើសិនជាអាចណាសូមអធិស្ឋានបាទនៅបន្ទប់ទឹកបើអាចគោះបានគោះទៀតនេះជាឱកាសដែលបណ្ដាអ្នកនយោបាយនៅស្រុកថៃគេថាសំដែងនៅភាពស្មោះត្រង់បាទទុនភ្លុនបាទដល់ប្រជាពលរដ្ឋដើម្បីសម្លេងបាទត្រូវហើយបាទយកយុទ្ធសាស្ត្រយ៉ាងម៉េចដើម្បីឈ្នះមិនថានៅកន្លែងណាឃើញសាពះឃើញលូនបាទដើម្បីឲ្យសន្លឹកឆ្នោតនោះវាកើនឡើងលោកវិចិត្របាទអានេះជាតិចនិចបាទជាតិចនិចបាទហើយលោកយុសណាន់ក៏បានបង្ហើបដែរទោះបីជាគណៈបករបស់លោកគណៈបកភឿថៃជាគណៈបកមួយដ៏ធំបាទឥឡូវនេះគឺតែឈរក្នុងលំដាប់លេខ1ឬលេខ2ក៏ថាបានដែរតែក៏មិនប្រមាថដែរបាទអញ្ចឹងទាំងមេបកទាំងកូនបកទាំងសមាជិកបកបាទទូទាំងប្រទេសទាំងផ្សព្វផ្សាយ social media ផ្សេងៗបានន័យថារុញយ៉ាងខ្លាំងតែម្ដងបាទមានអាណានៅផ្ទះបានទេបាទរុញឲ្យតោះខ្ទេចប្រជាជននៅកន្លែងណាទៅទីណាបាទទៅមិនជួបក៏ខលទៅតាមដែរបាទអូយបានលេខទូរស័ព្ទទៀតលោកវិចិត្របាទខ្លាំងណាស់បណ្ដាញនេះខ្លាំងណាស់បាទខ្លាំងសពគ្រប់បែបយ៉ាងដើម្បីស្លឹកឆ្នោតបាទណាបាទអញ្ចឹងលោកយុសណាន់ដែលជាតំណាងមួយដែលកំពុងតែមានឈ្មោះបោះសម្លេងលេចធ្លោជាងគេនៅក្នុងបកភឿថៃហ្នឹងបានតែសកម្មតែម្ដងបាទខ្ញុំគិតថាប្រកាសជាស្រកគីឡូឲ្យពេលនេះបាទនេះជារឿងមួយដែលយើងតាមដានមើលណាតែចង់សួរលោកវិចិត្របន្ថែមទៀតតាក់ទងទៅនឹងការឃោសនាបោះឆ្នោតរបស់ប្រទេសថៃខ្ញុំអត់ទាន់យល់បាទតើគេផ្សព្វផ្សាយរយៈពេលប្រហែលថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោតហ្នឹងឯងពីថ្ងៃចាប់លេខបាទអូរហូតដល់ថ្ងៃមុនថ្ងៃបោះឆ្នោតមួយថ្ងៃអូយូរលោកវិចិត្រយូរចូល2ខែទៅអញ្ចឹងបាទចូល2ខែអញ្ចឹងក្នុងរយៈពេលហ្នឹងគឺអ្នកណាមានស្អីអ្នកណាធ្វើមានយុទ្ធសាស្ត្រយ៉ាងម៉េចគឺព្យាយាមធ្វើឲ្យអស់ពីលទ្ធភាពបាទអ្នកណាមានកូនក្រុមឬមេក្រុមនៅតាណាតាណីអីទៀងគងអស់ហើយបាទលុយកាក់អីយ៉ាងណាយ៉ាងណីវិចខ្ចប់លើតុក្រោមតុអីគឺថាសម្រៀបរៀបចំឲ្យអស់ហើយបាទហើយប្រជាជនពេលហ្នឹងក៏អបអរសាទរដែរបាទហើយយើងគិតថានៅប្រទេសថៃការបោះឆ្នោតគឺប្រជាធិបតេយ្យបាទក៏ប៉ុន្តែអ្វីដែលយើងមើលមិនឃើញគឺវាមានច្រើនជាងហ្នឹងបាទមានការដេញថ្លៃគ្នាមានការគេហៅថាថៃតែគេថាប់រវាងគ្នានឹងគ្នាបាទមួយដល់ទី1ឲ្យអញ្ចេះទី2ឲ្យអញ្ចេះខ្លាំងពេលនោះប្រជាជនថៃមានការសប្បាយចិត្តយ៉ាងខ្លាំងបាទហើយសប្បាយចិត្តពីលើនោះទៀតគឺបាននាយករដ្ឋមន្ត្រីដែលខ្លួនឯងប្រាថ្នាបាទតាមពិតលោកវិចិត្រប្រជាពលរដ្ឋមិនថាប្រទេសណាទេបាទគឺថាគាត់ចង់បានមេដឹកនាំមួយល្អបាទសេដ្ឋកិច្ចគាត់ប្រសើរការរស់រានមានជីវិតគាត់ល្អបាទគឺគាត់ចង់បានហើយគាត់ចង់បានតែប៉ុណ្្នឹងប្រជាពលរដ្ឋអញ្ចឹងលោកវិចិត្រណាបាទគឺថាប្រជាពលរដ្ឋគាត់ចាំតែបោះឆ្នោតទេអញ្ចឹងនៅពេលដែលបេក្ខជនដែលគាត់បោះទៅបានដោយក្តីប្រាថ្នាគឺគាត់សប្បាយចិត្តខ្លាំងមែនទែនសប្បាយចិត្តណាស់បាទដោយបានមាសម្ដុំលោកវិចិត្រណាបាទជួយគ្រួសាររបស់គាត់ធូរធារការរកស៊ីផ្សេង
ដំណើរការរលូនសេដ្ឋកិច្ចល្អបាទនេះជាបំណងរបស់ប្រជាពលរដ្ឋហើយបាទលោកវិចិត្របាទចង់សួរលោកវិចិត្រថែមទៀតតាក់ទងទៅនឹងការរកសម្លេងទៅរវាងបកនីមួយៗតើវារលូនទេវាដំណើរការបានល្អទេបាទលោកតារាសម្រាប់ការរកសម្លេងទោះបីជាមិនរលូនក៏ឲ្យរលូនដែរបាទកបិតចុងក្រោយដែលគេកាប់ចិញ្ច្រាំរបស់បកនីមួយៗគឺថ្ងៃដែលបោះឆ្នោតអូបាទឬថ្ងៃដែលចូលរដ្ឋសភាបាទពេលនោះជាថ្ងៃដែលតុលាការរដ្ឋធម្មនុញ្ញផ្នែកអ្នកនយោបាយគឺសំលេះពេលនោះអូបាទក្នុងពេលហេតុអ្វីបានជាគេចាត់ការឬគេប្រើច្បាប់ដើម្បីចាត់ការអ្នកនយោបាយក្នុងពេលនោះព្រោះវាមានព្រៀបបាទដោយលោកតារាមានសមាជិករដ្ឋសភា10នាក់អញ្ចឹងត្រូវគេរំលាយមួយទៅឬរំលាយចោតប្រកាន់មួយទៅមានទោសអាចនឹងរំលាយបកលោកតារាចោលតែម្ដងអូបាទយល់លោកនេះជាកបិតចុងក្រោយដែលគេតែងតែប្រហារគ្នាក្នុងថ្ងៃចុងក្រោយបាទអញ្ចឹងក្នុងការរកសម្លេងក្នុងការទៅជួបប្រជាជនឃោសនាបោះឆ្នោតផ្សេងគេអត់ទាន់ធ្វើអីទេមានដែរក៏ប៉ុន្តែមានតិចទោះបីមានការប្តឹងផ្ដាល់យ៉ាងណាពីប្រជាជនឃើញហើយគណៈបកនេះគណៈបកនោះសមាជិកអ្នកគ្រប់គ្រងបកនីមួយធ្វើខុសយ៉ាងណាក៏ដោយគេប្រម៉ែប្រមូលផោះតាំងទាំងអស់សម្រាប់ចាត់ការក្នុងពេលដែលខ្លួនឯងបានសម្លេងឆ្នោតបាទគេហៅថាកាត់ក្បាលយកតែម្ដងកាត់ក្បាលបាទតម្រូវមុខបាទបើសិនជាមិនទាន់បើសិនជាបកនីមួយមិនទាន់คล้ายជាសំទោសមិនបើសិនជាតំណាងអ្នកដែលតំណាងរាស្ត្រចូលឈ្មោះតំណាងរាស្ត្រមិនទាន់คล้ายជាតំណាងរាស្ត្រទេដោយស្របច្បាប់ទេបកក៏អត់មានអីដែរក៏ប៉ុន្តែបើសិនជាតំណាងរបស់បកคล้ายជាតំណាងរាស្ត្រដែលស្របច្បាប់ត្រូវតាមរដ្ឋធម្មនុញ្ញបានទៅសច្ចាប្រណិធានហើយពេលនោះបើសិនជាត្រូវគេប្តឹងផ្ដាល់ឬអាចរំលាយបកគឺពេលហ្នឹងទៅតែម្ដងបាទវាយតែមួយគេទៅទាំងអស់បាទសម្រាប់គណៈកម្មការបកបាទក៏ប៉ុន្តែបើជាសមាជិកអាហ្នឹងក៏អត់អីទេបាទទទួលបាទឥឡូវទស្សនិកជនយើងបានដល់ទីបញ្ចប់ទៅហើយក៏សូមអរគុណបាទលោកវិចិត្រដែលបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយតាក់ទងទៅនឹងការបោះឆ្នោតរបស់ប្រទេសថៃនៅពេលនេះបាទក៏បានដល់ទីបញ្ចប់ទៅហើយយើងសូមទាំងពីរនាក់ក៏សូមអរគុណនិងសូមជម្រាបលាបាទជម្រាបលាបាទ